មកស្គាល់ពីក្រុមភេទនៅប្រទេសកម្ពុជាទាំងអស់គ្នាជាទូទៅភេទបន្ស៊ាំជីវិតរស់នៅក្នុងទឹកយ៉ាងចំណាប់ពពួកនេះមានដៃជើងខ្លីមានក្រចកនិងកន្ទុយខ្លាំងក្នុងការហែលទឹកចំណីរបស់វារួមមានត្រីគ្រប់ប្រភេទក្តាមខ្យងជាដើមពពួកភេទភាគច្រើនរស់នៅជិតទឹកនិងហែលបានឆ្ងាយក្នុងពេលរកចំណីខុសប្លែកពីថនិកសត្វដទៃទៀតភេទប្រើច្រមុះនិងរួមរបស់វាដើម្បីស្រង់ក្លិនចំណីនិងទាក់ទងគ្នាសត្វភេទដែលរស់នៅប្រទេសកម្ពុជាមានរហូតដល់3ប្រភេទគឺភេទខ្លួនរលោងភេទតូចនិងភេទរួមច្រមុះនៅក្នុងនោះភេទរួមច្រមុះគឺជាប្រភេទសត្វភេទដែលជិតដាច់ពូជាងគេក្នុងចំណោមសត្វភេទទាំង3ប្រភេទភេទរួមច្រមុះមានប្រវែងក្បាលដល់ខ្លួនពី50ទៅ82សង់ទីម៉ែត្រប្រវែងកន្ទុយ45ទៅ50សង់ទីម៉ែត្រនិងមានទម្ងន់ពី5ទៅ6គីឡូក្រាមវាមានទំហំតូចជាងភេទខ្លួនរលោងនៅលើខ្នងមានសម្បុរពណ៌ត្នោតហើយនៅសងខាងខ្នងពោះនិងទ្រូងមានពណ៌ប្រឡេតចង្កាបបោមាត់លើបំពង់កមានពណ៌សវាមានរោមនៅលើចុងច្រមុះនិងកន្ទុយមានរាងមូលវាចូលចិត្តរស់នៅតាមតំបន់ដីសើមវាលទំនាបដូចជាព្រៃកោងកាងព្រៃវាលភក់និងតំបន់ដីសើមលិចទឹកនៅក្នុងប្រទេសកម្ពុជាវាមានវត្តមាននៅតាមព្រែកតំបន់បឹងទន្លេសាបនិងតំបន់ឆ្នេរខេត្តកោះកុងភេទរួមច្រមុះស្ថិតនៅក្នុងក្រុមប្រភេទមានដោយកម្រនិងត្រូវបានចុះក្នុងបញ្ជី IUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជសត្វភេទជួយរក្សាទន្លេនិងតំបន់ដីសើមឲ្យមានសុខភាពល្អដោយសារតួនាទីក្នុងធម្មជាតិរបស់វាក្នុងការចាប់ត្រីនិងសត្វល្អិតនានាជាចំណីពពួកសត្វនេះអាចរស់នៅតែក្នុងទឹកស្អាតនិងមានសុវត្ថិភាពប៉ុណ្ណោះដូច្នេះវត្តមានរបស់ពួកគេបង្ហាញថាប្រព័ន្ធអេកូឡូស៊ីស្ថិតក្នុងស្ថានភាពល្អប្រសើរប៉ុន្តែសប្តាហ៍ថ្ងៃនេះសត្វភេទត្រូវបានគំរាមកំហែងដោយការបាត់បង់ទីជម្រកការបំពុលនិងការជួញដូរសត្វព្រៃខុសច្បាប់ជាដើមអង្គការអភិរក្សអន្តរជាតិកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាជនជាតិដើមភាគតិចសហគមន៍និងដៃគូពាក់ព័ន្ធការពារជម្រកសត្វព្រៃដែលជាជម្រករបស់សត្វភេទរួមច្រមុះធម្មជាតិយល់ដឹងពីសត្វព្រៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីរៀនពីសត្វព្រៃជាមួយ CI